ជំរាបសួរពុកម៉ែបងប្អូនបាទពេលនេះខ្ញុំកំពុងទៅនៅប្រទេសហ្វីលីពីនភាគខាងជើងនៃប្រទេសហ្វីលីពីនបាទនេះជាហៅថាតំបន់បេតិកភណ្ឌពិភពលោកជាស្រែបាទជាស្រែដែលនៅតាមចម្រាក់ភ្នំបាទបងប្អូនឃើញហើយទីនេះសុទ្ធតែជួរភ្នំខ្ពស់បាទតែប្រជាជននៅតំបន់នោះលោកធ្វើស្រែបាទជាឋានៈបាទតំបន់នេះគឺមានទេសភាពស្អាតបាទស្រស់បំព្រងតែម្ដងនេះទៅភ្លៀងធ្លាក់បាទហើយជាតំបន់បេតិកភណ្ឌមួយដ៏ល្បីល្បាញនៅក្នុងប្រទេសហ្វីលីពីនបាទក៏ពិតទៅតំបន់នេះជាស្រែទេបាទជាស្រែដែលមានតាំងពីយូរលង់ណាស់មកហើយដែលជនជាតិបាទនៅតំបន់នេះបាទគឺនៅរក្សាប្រពៃណីរបស់ខ្លួនជាប់រហូតមកដល់បច្ចុប្បន្ននេះបាទប្រពៃណីធ្វើស្រែបាទតាមចម្លាក់ភ្នំបាទយើងឃើញមាននៅប្រទេសមួយចំនួនដូចជានៅខាងហ្វីលីពីនជាដើមនៅឥណ្ឌូនេស៊ីនៅម៉ាឡេស៊ីនៅវៀតណាមក៏ដូចជានៅភូមាបាទនេះជាជួរភ្នំបាទខ្ពស់មែនទែនបងប្អូនបាទជួរភ្នំនេះគឺមានកម្ពស់បាទហើយផ្លូវគឺថាគេធ្វើនៅតាមចម្រាក់ភ្នំក្នុងនោះក៏មានប្រទេសបងប្អូនប្រជាពលរដ្ឋបាទលោករស់នៅតាមចម្រាក់ភ្នំផងដែរបាទការធ្វើដំណើរទៅប្រទេសហ្វីលីពីនភាគច្រើនគឺយើងធ្វើដំណើរតាមផ្លូវតាមចម្រាក់ភ្នំបាទ